ក្តៅអាញាធរអប្សរាបានចេញលិខិតបកស្រាយជុំវិញការបង្ហោះវីដេអូរបស់សៀវលងនីនិងបង្កប់ឲ្យធ្វើវីដេអូសុំទោសជាសាធារណៈនៅថ្ងៃទី20ខែសីហាឆ្នាំ2026នេះអាញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងឲ្យបានដឹងថាថ្មីនេះនៅតាមបណ្ដាញសង្គមមានការផ្សព្វផ្សាយនិងការចែករំលែកបន្តគ្នានៅវីដេអូអធិប្បាយការលក់ដូរផ្ទាល់ខ្លួននិងសំណង់ដោយប្រើប្រាស់រូបភាពចាស់ៗរបស់ស្ត្រីឈ្មោះឈៀនសុខនតាមរយៈគណនី Facebook របស់គាត់ឈ្មោះសៀវលងនីដែលអត្តន័យដែលបានលើកឡើងបានប្រឆាចពីការពិតនិងកំពុងបង្កឲ្យមានការយល់ច្រឡំរបស់សាធារណជនទូទៅលើតួនាទីនិងភារកិច្ចរបស់មន្ត្រីបុគ្គលអាជ្ញាធរជាតិអប្សរាអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ជូនថាកន្លងមកការលក់ដូរគ្រប់ទីកន្លែងបានបង្កផលប៉ះពាល់ខ្លាំងដល់សណ្ដាប់ធ្នាប់និងការរំខានដល់អ្នកទស្សនាក្នុងន័យនេះអាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គភាពពាក់ព័ន្ធដោះស្រាយបានមួយភាគធំនៅបញ្ហាលក់ដូរអនាធិបតេយ្យនិងបានបង្កើតទីតាំងសម្រាប់បងប្អូនអាជីវករដោយឥតគិតថ្លៃទោះជាយ៉ាងនេះក៏ដោយក៏នៅមានបងប្អូនលក់ដូរចល័តមួយចំនួនបន្តសកម្មភាពនៅទីតាំងមួយចំនួនដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយនិងអនាម័យហើយដែលមន្ត្រីបុគ្គលរបស់អាជ្ញាធរជាតិអប្សរាបន្តទប់ស្កាត់ណែនាំនិងបង្ការជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរាបានបន្តទៀតថាដោយឡែកចំពោះបុគ្គលម្ចាស់គណនី Facebook ឈ្មោះសៀវលងនីនេះមានអាសយដ្ឋានរស់នៅក្នុងភូមិអញ្ចាញសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបក្នុងតំបន់ការពាររមណីយដ្ឋានអង្គរដែលបានកសាងសំណង់មិនរៀបរយជាច្រើននៅក្នុងទីតាំងក្បាលដីលេខ17/10/0506/0654ម្ចាស់ឈ្មោះឈៀនសុខនត្រូវបានថ្នាក់ដឹកនាំរដ្ឋបាលខេត្តអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរជាតិអប្សរាសន្តោសប្រណីជួយសម្របសម្រួលនិងផ្ដល់ផ្ទះជូនគាត់បានស្នាក់នៅសមរម្យផងដែរក្នុងនោះអាជ្ញាធរជាតិអប្សរាបានធ្វើការបញ្ជាក់ថាបុគ្គលឈ្មោះសៀវលងនីនេះបានប្រកបមុខរបរលក់ការ៉េមចល័តនៅតាមបណ្ដោយផ្លូវជុំវិញព្រះអង្គជេកព្រះអង្គចោមដោយគ្មានសណ្ដាប់ធ្នាប់ព្រមទាំងបង្កចំនួនជាមួយភ្នាក់ងារសណ្ដាប់ធ្នាប់ក្រុងនៅទីនោះដែលក្រោយពីរដ្ឋបាលខេត្តក្រុងមានការរៀបចំទីតាំងត្រឹមត្រូវជូនអាជីវករនៅទីនោះលក់ដូរបុគ្គលរូបនេះមិនព្រមចូលលក់នោះទេនិងបានបង្កបាតុភិបហើយក៏ធ្លាប់បានទទួលការណែនាំនិងធ្វើកិច្ចសន្យាជាមួយស្នងការនគរបាលខេត្តសៀមរាបផងដែរពាក់ព័ន្ធនឹងការ live វីដេអូដែលបង្កការយល់ច្រឡំដល់សាធារណជន